ពលរដ្ឋនៅរាជធានីភ្នំពេញស្វាគមន៍ទាហានកម្ពុជាចំនួន18នាក់ដែលបានដោះលែងមកវិញនិងបញ្ជូនមកដល់មាតុភូមិតាមរយៈព្រំដែនខេត្តបៃលិននិងបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅរសៀលនេះទស្សនវិជ្ជារំជួលចិត្តបានកាត់ឡើងនៅពេលដែលទាហានទាំង18បានជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេវិញក្រោយឃ្លាតគ្នាអស់រយៈពេល155ថ្ងៃម្ដាយឪពុករត់ទៅអោបកូនទាំងស្រក់ទឹកភ្នែកជោគថ្ពាល់ការអោបក្រសោបគ្នាយ៉ាងណែននេះបង្ហាញពីក្តីនឹករលឹកយ៉ាងខ្លាំងនៅខាងក្រៅអាកាសយានដ្ឋានឯនេះវិញពលរដ្ឋទាំងក្មេងចាស់បានគ្រវីទង់ជាតិកម្ពុជានិងអបអរសាទរខណៈដែលសិស្សនិស្សិតជាច្រើនអ្នកទៀតបានប្រមូលផ្ដុំគ្នាតម្រង់ជួរនៅអមសងខាងមហាវិថីសហព័ន្ធរុស្ស៊ីរងចាំស្វាគមន៍ទាហានដែលវិលត្រឡប់មកដល់ផ្ទះវិញ